ថ្ងៃនេះយើងបន្តទៅលំហាត់របស់យើងតទៅនឹងចំណោទគេថាពូសេមយកប្រាក់ចំនួនប៉ុណ្នេះរបស់យើងនេះទៅដាក់នៅធនាគារមួយហើយមួយឆ្នាំក្រោយមកគាត់ទទួលបានប្រាក់សរុបប៉ុណ្នេះហើយចាំន័យថានៅពេលប្រាក់ដំបូងរបស់គាត់ប៉ុណ្នេះហើយគាត់ទទួលបាននៅចុងឆ្នាំនៅរយៈពេល1ឆ្នាំក្រោយមកគាត់ទទួលប៉ុណ្នេះចឹងសំណួររបស់យើងសួរថារកអត្រាការប្រាក់របស់គាត់ចឹងអត្រាការប្រាក់ដែលគាត់ទទួលបានបន្ទាប់ពីគាត់បានផ្ញើលុយរបស់គាត់ក្នុងរយៈពេល1ឆ្នាំចឹងជាធម្មតាអត្រាការប្រាក់វាស្មើនឹងការប្រាក់របស់យើងស្មើលើគេអូនលើប្រាក់ថ្លៃដើមរបស់យើងបាទលើប្រាក់ដើមរបស់យើងចំណេះថាការប្រាក់ចែកនឹងប្រាក់ដើមប្រាក់ដែលយើងដាក់ទៅអញ្ចឹងចុះប្រាក់ការប្រាក់យើងស្គាល់នៅ yes ការប្រាក់យើងអត់ទាន់ស្គាល់ទេចឹងជាដំបូងបងឯងត្រូវរកការប្រាក់សិនចឹងរកការប្រាក់ណាចឹងការប្រាក់ស្មើគេអូនស្មើនឹងនេះតម្លៃសរុបឬក៏ប្រាក់សរុបដែលទទួលបាននៅចុងឆ្នាំដកនឹងប្រាក់ថ្លៃដើមរបស់យើងឬប្រាក់ដើមរបស់យើងដែលយើងបានយកប្រាក់ទៅដាក់អូខេចឹងស្មើនឹង1,284,000ដកនឹង1,200,000ចឹងបងឯងធ្វើប្រហែលធីបងទៅយើងដាក់មក1,284,000ដកនឹង1,200,000ចេញយើងដកមក0 0 0នេះ4 8 0 0ចឹងចម្លើយរបស់វាគឺស្មើនឹង84,000ណារៀលអូខេណែគាត់ទទួលបានគឺប៉ុណ្ណឹងរៀលចឹងពេលនេះយើងអាចរកការប្រាក់បានហើយចឹងនោះការប្រាក់របស់យើងអត្រាការប្រាក់នោះអត្រាការប្រាក់ស្មើនឹងតម្លៃនេះការប្រាក់របស់យើងគឺ84,000ចែកនឹងតម្លៃដើមរបស់យើងតម្លៃដើមរបស់យើងគឺ1លាននេះតម្លៃរបស់យើងនេះតម្លៃដើមរបស់យើងគឺ1លាន200,000ពេលនេះគឺធ្វើការសម្រួល0ចោល3មកចឹងចម្លើយនៅសល់គឺត្រឹមតែ84ចែកនឹង110,000 1200ចឹងឯងធ្វើបានទីចែកមកឡើយនេះ84ទៅចែកនឹង1200អូខេពេលនេះយើងចែកយើងត្រូវចែកកើតទៅយើងត្រូវការថែម0ណាថែម0ម្ដងយើងត្រូវថែម0កាត់វាយើងថែម0 2 ដងថាដាក់0ដងទៀតអញ្ចឹង
ពីដងហើយអញ្ចឹងយើងដាក់ម៉ាត់ដងអូនតើ 1200 ម៉ាត់ដងចេញ 8000 ចឹងអាន 7 ដងឬ 7 ដងអញ្ចឹង 0 ដង 0 7 14 7 ដងប្រើទុក1ចេញចម្លើយរបស់វាគឺស្មើនឹង 0.07 ឬក៏ស្មើនឹង7% ណាស្មើនឹង 7%ចេញឆ្លើយថាមិនដែរឆ្លើយថាអត្រាការប្រាក់ស្មើ7%អូខេអញ្ចឹងលំហាត់ទី1យើងមានប៉ុណ្ណាអូខេអញ្ចឹងឥឡូវយើងចូលទៅលំហាត់ទី2គេថាសមយកប្រាក់ចំនួន$500ទៅផ្ញើនៅធនាគារមួយដែលមានអត្រាការប្រាក់គឺ 5.6% ក្នុងមួយឆ្នាំសំណួរសួរថាតើរយៈពេល2ឆ្នាំក្រោយមកគាត់បានប្រាក់ទាំងដើមទាំងការនឹងប៉ុន្មាននេះណាគាត់ដាក់លុយទៅ$500ដែលមានអត្រាការប្រាក់ 6% ហើយរយៈពេល2ឆ្នាំណា2ឆ្នាំក្រោយមកបានគាត់ទៅដកលុយនឹងអញ្ចឹងសួរថាតើគាត់ទទួលបានការប្រាក់នឹងសរុបមានប្រាក់សរុបទាំងអស់ប្រមាណទាំងដើមទាំងការអូខេអញ្ចឹងយើងមានរូបមន្តមួយដែលយើងអាចទៅរកប្រាក់សរុបទាំងដើមទាំងការមិនได้ហាមស្មើនឹងប្រាក់ដើមរបស់យើងតើអត់ប្រាក់ដើមបូកនឹងការប្រាក់អញ្ចឹងចុះប្រាក់ដើមយើងស្គាល់នៅអូនប្រាក់ដើមយើងស្គាល់ហើយ$500ចុះការប្រាក់យើងស្គាល់នៅការប្រាក់យើងអាចស្គាល់បានតាមរយៈមុនរបស់យើងនោះគឺស្មើនឹងប្រាក់ដើមគុណអីគេគុណនឹងអត្រាការប្រាក់គុណនឹងរយៈពេលណាអញ្ចឹងជាដំបូងបងឯងត្រូវទៅរកការប្រាក់សិនជាងនេះគ្រូរកការប្រាក់សិនរកការប្រាក់អូខេអញ្ចឹងតាមប្រមុនយើងការប្រាក់ស្មើគេអូនស្មើនឹងប្រាក់ដើមគុណនឹងអត្រាគុណនឹងរយៈពេលណាចឹងពេលនេះយើងអាចជំនួសចូលមកចឹងការប្រាក់យើងគឺប្រាក់ដើមយើងមកអូននេះប្រាក់ដើមយើងគឺ$500ជាងកន្លែងអាចដាក់ថា$500គុណនឹងអត្រាការប្រាក់យើងគឺ5% 5.6% អូខេគុណនឹងរយៈពេលយើងគឺ
2 ឆ្នាំចឹងយើងដាក់លេខ2មកចឹងស្មើនឹង500ទៅគុណនឹង 5.6 ទៅគុណនឹង 2 ដោយសារតែកន្លែងភាគរយអត់រកភាគរយមានន័យថាចែកនឹង100ចឹងចែកនឹង100មកចឹងស្មើនឹងណាដែរលេខមកឡើយនេះដោយសារតែនេះគ្រូអត់គិតលេខទេណាគ្រូដាក់ចម្លើយទៅតែម្ដងគឺឃើញ$56អូខេ$56ចឹងកន្លែងនេះទីបានអីគេអូននោះប្រាក់សរុបទាំងអស់គឺយើងប្រាក់ដើមមកយើងគឺ$500បូកនឹង$56ដែលគាត់ទទួលបានគឺ$556ន័យថានៅចុងឆ្នាំទី2ដែលគាត់ទទួលបានគឺទឹកប្រាក់មានរហូតដល់ទៅ$556ចឹងយើងអាចឆ្លើយថាមួយដែរអូនចំពោះប្រហែលទីខ្លួនឯងណាឆ្លើយថាកើតនេះក៏ពីកើតយើងអាចឆ្លើយខុសប្រាក់សរុបគឺ$556ណាចំពោះ1 ទីគ្រូបានកណិតទេតែធ្វើណាបានអូខេចឹងឥឡូវចូលទៅលំហាត់មួយទៀតគេថាធនាគារមួយផ្ដល់អត្រាការប្រាក់5%ក្នុងមួយឆ្នាំណាបើគេចង់បានការប្រាក់$400តើគេត្រូវដាក់ប្រាក់ប៉ុន្មានយើងមើលសង្កេតមែនតើន័យថាគេផ្ដល់អត្រាការប្រាក់ណា5%ក្នុងមួយឆ្នាំហើយការប្រាក់ឯគាត់ទទួលបានគឺរហូតដល់$400ចេះសំណួររបស់យើងសួរថាតើដាក់ប្រាក់ប្រមាណដើម្បីបាន$400ហ្នឹងតែមានអត្រាការប្រាក់5%អូខេចឹងជាដំបូងសំណួរយើងសួរអីគេរកប្រាក់ដើមណារកប្រាក់ត្រូវដាក់រកប្រាក់ត្រូវដាក់អូខេចឹងយើងមានប្រមូលយើងដែលយើងរៀននោះគឺតើទៅនឹងអត្រាការប្រាក់អត្រាការប្រាក់ស្មើគេការប្រាក់ចែកនឹងប្រាក់ដើមចេះចុះបើយើងចង់បានប្រាក់ដើមវិញចឹងគឺបានប្រាក់ដើមឬប្រាក់យើងដាក់វាស្មើនឹងការប្រាក់ចែកនឹងអត្រាការប្រាក់វិញហេចឹងស្មើនឹង
ប្រាក់ដើមយើងគឺការប្រាក់យើងគឺ$400ចា$400ដែលមានអត្រាការប្រាក់គឺ 5% ចឹងវាស្មើនឹង400លើ 5% 400នៅលើ 5% ចឹងវាថា5លើ 100 ចឹងវាស្មើនឹង400នៅលើ5គុណនឹងណានោះគុណនឹង100ចឹងគុណនឹង100មកតម្លៃដែលយើងគណនាបានគឺជាចម្លើយដែលប្រាក់សរុបប្រាក់ដើមដែលគាត់ត្រូវដាក់នៅធនាគារហ្នឹងគឺយើងយើងគណនាមកឃើញ$8,000ណាចឹង$8,000ចឹងកន្លែងឆ្លើយថានេះគ្រូអត់ឆ្លើយណាយើងឆ្លើយណាគ្រូគាត់ថាគំរូឲ្យប៉ុណ្ណឹងហើយចឹងយើងឆ្លើយថាម៉េចអូនឆ្លើយថាប្រាក់ដែលត្រូវដាក់គឺចំនួន$8,000ប៉ុណ្ណាអូខេឥឡូវយើងចូលទៅលំហាត់ទៀតគេថាម៉ូតូមួយតម្លៃ$1,000គេយកម៉ូតូនេះដោយបង់រំលោះក្នុងមួយខែហ្នឹងបង់$110ហើយដែលត្រូវបង់រយៈពេល12ខែចឹងសំណួរយើងរកប្រាក់ដែលត្រូវបង់បន្ថែមពីតម្លៃបង់រួចគិតជាភាគរយជំនឿថាគេឲ្យយើងរកប្រាក់ដែលត្រូវបង់បន្ថែមហ្នឹងគិតជាភាគរយជាប្រាក់បង់បន្ថែមនេះវាយើងគិតឲ្យស្រួលទៅវាថាការប្រាក់របស់យើងណាជាងយើងគិតថាការប្រាក់វាស្មើគេអូនវាស្មើនឹងតម្លៃដែលយើងបង់សរុបទៅលើការបង់រំលោះចា៎អញ្ចឹងលើការបង់រំលោះគឺដែលនេះថាបង់រំលោះក្នុងមួយខែ$110ហើយរយៈពេល12ខែអញ្ចឹងអានេះយើងយកគុណទៅគ្នាមកយើងឃើញតម្លៃសរុបដែលយើងបង់ផ្នែកបង់រំលោះហ្នឹងណាលុយបង់រំលោះសរុបរយៈពេល12ខែដល់ពេលយើងឃើញហើយយើងទៅដកនឹងតម្លៃដើមតម្លៃនៃម៉ូតូក៏ពិតគេលក់តែ$1,000ទេយើងដកទៅឃើញការប្រាក់ហើយអូខេបន្ទាប់ពីយើងឃើញការប្រាក់ហើយយើងយកអាការប្រាក់របស់យើងនេះចែកនឹងអីគេចែកនឹងប្រាក់តម្លៃថ្លៃដើមរបស់យើងតើឬក៏ប្រាក់ថ្លៃដើមរបស់យើងមកចឹងយើងអាចចេញចម្លើយរបស់យើងតែម្ដងអូខេតោះចុះយើងមកខាត់ពេកយើងទៅមើលចម្លើយរបស់អ្នកគ្នាចឹងជាដំបូងគាត់ឲ្យត្រូវរកប្រាក់បង់រំលោះសរុបសិនណាជើងបង់រំលោះសរុបមិននេះមិនក្នុងមួយខែយើងបង់$110ហើយរយៈពេល12ខែជើងបងបង់ទៅឃើញប៉ុណ្នេះនេះគឺជាប្រាក់សរុបណា12ហើយយើងរកប្រាក់បង់បន្ថែមចា៎ចឹងប្រាក់បន្ថែមគឺយើងយកតម្លៃសរុបដែលយើងទទួលបានពីការលក់ពីការបង់រំលោះរយៈពេល12ខែហ្នឹងដកនៅតម្លៃម៉ូតូគឺយើងឃើញ$320អញ្ចឹងយើងរកឃើញតម្លៃឃើញប្រាក់បន្ថែមហើយឬក៏ការប្រាក់របស់យើងហើយចុះវាជាគិតជាភាគរយអញ្ចឹងយើងអាតម្លៃហ្នឹងទៅចែកនឹងតម្លៃម៉ូតូមកឃើញហើយអូខេតែវាឃើញ0.32យើងចែកគឺ0.32យើងគុណនឹង100មកឃើញ
32%អូខេចឹងលំហាត់របស់យើងគឺមានតែប៉ុណ្ណឹងចឹងដូច្នេះភាគរយនៃប្រាក់ដែលត្រូវបង់បន្ថែមគឺ32%អូខេចឹងឥឡូវយើងចូលទៅលំហាត់ទី5គេថាតំណែងមួយតម្លៃ500,000 រៀលគេថាតំណែងហ្នឹងលក់ដោយបង់រំលោះន័យថាដោយបង់រំលោះ6ខែហើយអ្នកលក់ហ្នឹងគឺចង់បានប្រាក់បន្ថែម20% នៃប្រាក់ដើមរបស់យើងន័យថាបើសិនជាគេលក់នេះទៅលក់ទៅតែប៉ុណ្ណឹងបើលុយដល់ដៃណាប៉ុន្តែបើសិនជាទិញបង់រំលោះទិញចម្ពាក់ហ្នឹងគឺយើងត្រូវបន្ថែម20% នៃប្រាក់ដើមទៀតអូខេចឹងសួរថាតើអ្នកដែលទិញនេះត្រូវបង់មួយខែប៉ុន្មានអូខេបង់មួយខែប៉ុន្មានចឹងជាដំបូងបងឯងត្រូវរកចំនួនប្រាក់សរុបដែលត្រូវបង់រយៈពេល6ខែសិនចាប្រាក់សរុបបើសិនជាធម្មតាបើយើងទិញលុយដល់ដៃតប៉ុណ្នេះទេតែ500,000ទេប៉ុន្តែដោយសារយើងទិញបង់រំលោះចេញយើងថែម20% ទៀតនៃ500,000 នេះទៀតអូខេចឹងយើងបូកចូលគ្នាទៅយើងឃើញប្រាក់សរុបដែលត្រូវបង់6ខែចឹងបើសិនជាបង់6ខែយើងបើសិនជាចង់រកមួយខែចឹងយកអាប្រាក់សរុបដែលយើងទូបានមិញហ្នឹងចែកនឹង6មកឃើញប្រាក់ដែលត្រូវបង់ប្រចាំខែអូខេចឹងជាដំបូងយើងត្រូវរកប្រាក់សរុបដែលត្រូវបង់រយៈពេល6ខែដាក់យកបានប្រាក់សរុបត្រូវបង់រយៈពេល6ខែត្រូវបង់6ខែចឹងត្រូវបង់6ខែប៉ុន្មានអូនចឹងជាដំបូងគឺ50,000 500,000ចឹង500,000បូកនឹង 20% ណា20% ចឹងមានន័យថា20លើ100នៃប្រាក់ដើមរបស់យើងប្រាក់ដើមយើងគឺ500,000ដែរចឹងយើងបូកចូលគ្នាមកអានេះចូលស្មើនឹង500,000បូកនឹងអានេះយើងស្រួល02ចោលចឹងសល់2 គុណ 5 10ចឹង0នេះមាន1 2 3 4 1 2 3 4 អូខេចឹងចម្លើយវាឃើញបានអូនគឺស្មើនឹង600,000នេះគឺជាប្រាក់សរុបដែលគាត់ទុកបានក្នុងន័យថាត្រូវបង់រយៈពេល6ខែចុះបើន័យថាបើបង់ប្រហែលអូនបង់តែមួយខែអញ្ចឹងគេបានប្រាក់បង់ក្នុងមួយខែគឺយ៉ាងតម្លៃដែលយើងទទួលបានមកហ្នឹងគឺ600,000ចែកនឹងរយៈពេលដែលត្រូវបង់ក្នុងអំឡុងពេលដែលត្រូវបង់គឺមាន6ខែជាងចែកមកឃើញ
100 chứ anh em 100 pon ấy chứ 100 pon mà khá rất bóng 100 pon ok chứ hoạt với chứng minh phần năng đấy ok là dân cho từ làm hành một tiết tha bút sóc có xây prạ $620 ពីធនាគារមួយដែលមានអត្រាការប្រាក់គឺ 12% ក្នុងរយៈពេល1ឆ្នាំគាត់យកប្រាក់នេះទៅធ្វើដើមទុនរកស៊ីដោយក្នុងរយៈពេល1ឆ្នាំក្រោយមកគាត់ទទួលបានប្រាក់មកវិញគឺ$800គេសួរតើគាត់ចំណេញឬខាតយើងឃើញថាគាត់ខ្ចីលុយធនាគារគឺ$650បើយើងមើលទៅជាក់ស្ដែងនិយាយថាចំណេញតែយើងអាចសន្និដ្ឋានបានទេសារតែពេលដែលគាត់ខ្ចីពីធនាគារហ្នឹងគឺធនាគារគិតការប្រាក់គិតការប្រាក់ពីគាត់ពីអ្វីដែលគាត់ខ្ចីពីធនាគារមកហ្នឹងចេះដើម្បីដឹងចំណេញឬខាតបន្តតែយើងរកការប្រាក់សរុបដែលយើងខ្ចីពីធនាគារបូកនឹងប្រាក់ដែលយើងខ្ចីគេហ្នឹងតើវាតិចជាងប្រាក់ដែលយើងរកបានអត់ពីការរកស៊ីនឹងអត់អូខេបើសិនជាតិចជាងមានន័យថាយើងចំណេញតែបើសិនជាយើងរកអានេះទៅបូកចូលគ្នាទៅឃើញច្រើនជាងមានន័យថាយើងរកស៊ីនឹងគឺយើងខាតហើយតោះណាតោះអញ្ចឹងជាដំបូងគាត់ឯងត្រូវរកគេអូនគេសួរថាតើគាត់ចំណេញឬខាតអញ្ចឹងយើងដាក់វិញទៅដែរមកតើគាត់ចំណេញឬខាតចឹងមកចឹងដឹងថាគាត់ចំណេញឬខាតយើងដំបូងយើងត្រូវរកគេអូនការប្រាក់សិននេះអូខេចឹងយើងមើលការប្រាក់គាត់សិនការប្រាក់ដែលគាត់ខ្ចីពីធនាគារចឹងការប្រាក់ស្មើនឹងប្រាក់ដើមដែលគាត់ខ្ចីធនាគារគឺ$650ចឹងយើងដាក់មក$650គុណនឹងអត្រាការប្រាក់ដែលគាត់ខ្ចីពីធនាគារគឺ 12% ន័យថា12 លើ 100តើនេះគុណនឹងរយៈពេលចឹងរយៈពេលដែលយើងត្រូវរកស៊ីហ្នឹងគឺរយៈពេលត្រូវបង់គឺរយៈពេល1ឆ្នាំតោះចឹងយើងកណនាមកចឹងធ្វើការសម្រួលសូន្យចោលមួយជិះស្មើនឹង65គុណនឹង12ចែកនឹង10អូខេចឹងចម្លើយវាគឺឃើញ$78អូខេឥឡូវពេលនេះយើងបានបន្ទាប់ពីយើងរកបានការប្រាក់ហើយជាបន្តទៀតគឺយើងរកប្រាក់សរុបដែលត្រូវបង់ធនាគារអញ្ចឹងប្រាក់សរុបបង់ធនាគារ
ចឹងត្រូវបង់ធនាគារសរុបរបស់យើងធនាគារសរុបគឺតម្លៃដើមគឺ$500 500រៀល$500តាបូកនឹង$578អូខេយើងបូកទៅឃើញ$728ចឹងយើងសង្កេតឃើញថានេះបើយើងមើលប្រាក់ទទួលបានមកវិញប្រាក់មកទទួលមកវិញស្មើនឹងអានេះគេឲ្យមកណានេះ$8 ចេញដាក់$800មក